ចឹងថ្ងៃនេះខ្ញុំព្រះករុណាសូមសិក្សានៅព្រះធម៌ព្រះរតនត្រ័យចឹងជាវីដេអូថ្មីបន្តទៀតបន្ទាប់ពីវីដេអូវគ្គមុនដែលវីដេអូវគ្គមុនគឺសិក្សាអំពីពុទ្ធគុណឥឡូវនេះគឺដល់ចំណុចប្រកាសបដិញ្ញាខ្លួនដោយសច្ចៈគឺថាប្រកាសបដិញ្ញាខ្លួនហ្នឹងគឺប្រកាសបដិញ្ញាដែលយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃនឹងជាទីពឹងអញ្ចឹងហើយព្រះធម៌នេះគឺចាប់ផ្ដើមសូត្រថាណដ្ឋិមេសរណังអញ្ញੰពុទ្ធោមេសរណังវរាំងអេតេអ្នកសច្ចវច្ចេអ្នកហោតុមេចយមំកលាំងប្រែថាណដ្ឋិមេសរណังអញ្ញੰវត្ថុដតីជាទីពឹងទីរលឹកនៃខ្ញុំព្រះករុណាមិនមានឡើយពុទ្ធោមេសរណังវរាំងមានតែព្រះពុទ្ធជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើររបស់ខ្ញុំព្រះករុណាអេតេអ្នកសច្ចវច្ចេអ្នកហោតុមេចយមំកលាំងសូមសេរីសួស្តីជយមង្គលចូលមានដល់ខ្ញុំព្រះករុណាដោយកិរិយាពោនៅពាក្យសច្ចៈនេះប្រកាសខមាទោសចំពោះព្រះពុទ្ធជាម្ចាស់ឧត្តមង្គេអ្នកវន្តេហੰបាទបង្សង្វរុត្តមង្គពុទ្ធេយោខលិតោតោសោពុទ្ធោខមតោតាំងមមੰប្រែថាឧត្តមង្គេអ្នកវន្តេហੰបាទបង្សង្វរុត្តមង្គខ្ញុំព្រះករុណាសូមថ្វាយបង្គំនៅល្អងទូលីព្រះបាទនៃព្រះសម្មាសម្ពុទ្ធដ៏ប្រសើរខ្ពង់ខ្ពស់ដោយអវយវៈដ៏ឧត្តមគឺត្បូងពុទ្ធេយោខលិតោតោសោតោឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងផ្្លាត់ហើយក្នុងព្រះពុទ្ធជាម្ចាស់ពុទ្ធោខមតោតាំងមមੰសូមព្រះពុទ្ធជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណាក្រាបថ្វាយបង្គំម្ដងចំណុចនេះហើយបន្តមកទៀតគឺធម្មរតនបណាមៈថ្វាយបង្គំព្រះធម្មរតនៈមិនចំពោះកាលអដ្ឋង្គិការិយបថោចនេនੰមោខបវេសាយឧជូចមគ្គោធម្មោអយ៉ាងសន្តិការោបណៃតោនៃយានិកោតាំងបណមាមិធម្មੰព្រះសទ្ធធម្មឯណាជាធម៌ប្រកបដោយអង្គ8ប្រការជាគន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ្ញជនដែលប្រាថ្នានៅព្រះនិព្វានឲ្យចូលទៅកាន់ព្រះនិព្វានបានព្រះធម៌នេះជាធម៌ធ្វើឲ្យត្រជាក់រងាប់បងនៅភ្លើងទុក្ខភ្លើងកិលេសជាធម៌ដ៏ឧត្តមជាគុណញ្ញសត្វឲ្យចេញចាកសង្សារទុក្ខខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសទ្ធធម្មនោះដោយគោរពក្រាបថ្វាយបង្គំម្ដងហើយខាងក្រោមនេះគឺប្រែពាក្យកាព្យប្រែជាពាក្យកាព្យព្រះធម៌ប្រកបអង្គជាផ្លូវត្រង់មាន8គន្លងព្រះអរិយដ៏ប្រសើរលើផ្លូវផងជាធម៌ល្អវិសេសស្ងប់កិលេស
គ្រឿងសៅមកញ៉ាំងសត្វឲ្យបានឆ្លងដល់និព្វានគ្មានទុក្ខាជាស្រោចស្រង់សត្វឲ្យកំចាត់រតណ្ហារួចចាសង្សារៈខ្ញុំវន្ទាព្រះធម៌នោះណាកន្លែងនេះបើមានការខុសឆ្គងក្នុងការអានការប្រែពាក្យកាព្យនេះក៏សូមអធិស្ឋានផងព្រោះជាការសិក្សារបស់ខ្ញុំករណាផងដែរចឹងមានកន្លែងខ្វះខាតក៏សូមអធិស្ឋានហើយបន្តទៅទៀតនេះគឺថ្វាយបង្គំព្រះធម៌ទាំង3កាលយេចពុទ្ធណាសុំទោសម្ដងទៀតយេចធម្មេអតីតាចយេចធម្មេអនាគតាបច្ចុប្បន្នាចយេធម្មេអហង្វន្ទានិសព្ពទាព្រះធម៌នេះម្ដងទៀតព្រះធម៌ទាំងឡាយឯណាដែលជាធម៌របស់ព្រះសម្ពុទ្ធដែលនិព្វានកន្លងទៅហើយក្តីព្រះធម៌ទាំងឡាយឯណាដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងមានមកក្នុងកាលខាងមុខក្តីព្រះធម៌ទាំងឡាយឯណាដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធទ្រង់ប្រឌិស្ឋានទុកក្នុងកាលសពថ្ងៃនេះក្តីខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះធម៌ទាំងឡាយនោះគ្រប់កាលទាំងពួងក្រាបថ្វាយបង្គំម្ដងព្រះធម្មគុណទាំង6បទស្វាខាតោភគវតាធម្មោសន្តិដ្ឋិកោអកាលិកោអេហេបសិកោអោបនយិកោបច្ចតតាំងវេតិតពោវិញ្ញូហិតិស្វាខាតោភគវតាធម្មោព្រះបរិយន្តធម៌គឺព្រះត្រៃបិដកជាធម៌គឺព្រះដ៏មានព្រះភក្ត្រទ្រង់ត្រាស់សម្ដែងហើយដោយល្អធម្មោព្រះនិព្វលោកុត្តរធម៌មាន9ប្រការគឺមគ្គ4ផល4និព្វាន1សន្តិដ្ឋិកោជាធម៌គឺព្រះអរិយបុគ្គលទាំងពួងដឹងពិតឃើញពិតដោយបច្ចវេខណៈញាណគឺថានឹងបានដឹងដោយស្ដាប់ដោយជឿបុគ្គលដតីនោះក៏ទេគឺឃើញច្បាស់ដោយខ្លួនឯងអាកាલિកោជាធម៌ឲ្យនៅផលមិនរងចាំកាលគឺថាកាលបើព្រះអរិយមគ្គកើតឡើងហើយព្រះអរិយផលក៏កើតក្នុងលំដាប់គ្នាមិនបានយឺតយូរឡើយអេហេបសិកោជាធម៌គួរដល់អេហេបសវិធីគឺថាកាលបើព្រះអរិយបុគ្គលដែលបានសម្រេចមគ្គផលហើយក៏គួរនឹងហៅបុគ្គលដតីឲ្យចូលមកមើលបានអោបនយិកោជាធម៌គឺព្រះអរិយបុគ្គលគប្បីបង្អោនចូលមកទុកក្នុងខ្លួនដោយអំណាចនៃភាវនាបច្ចតតាំងវេតិតពោវិញ្ញូហិជាធម៌គឺអ្នកប្រាជ្ញទាំងឡាយមានឧក្ខដិតញ្ញូបុគ្គលជាដើមគប្បីដឹងគប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួនគឺដល់នេះគឺក្រាបថ្វាយបង្គំម្ដងចឹងថ្ងៃនេះខ្ញុំប្រកាសណា